បងប្អូនថ្ងៃនេះមកស្រាយចម្ងល់បងប្អូនអំពីម៉ូតូអស់គុយនិងអស់ខ្ជុងដេឥឡូវយើងកាច់សោមកបងប្អូននេះកាច់សោមកយើងឃើញភ្លើងវាអញ្ចឹងណាបងប្អូនឥឡូវយើងចុចដេតើវាអស់ខ្ជុងឬក៏អស់គុយយើងចុចដេនេះបងប្អូននៅពេលដែលយើងចុចដេទៅភ្លើងកង់មកលុតគឺបញ្ជាក់ថាម៉ូតូនោះគឺវាអស់អាគុយអញ្ចឹងណាបងប្អូនហើយបើចំណែកបើវាអស់ខ្ជុងវិញគឺយើងចុចដេទៅគឺវាអត់អាលុតភ្លើងកង់មកអញ្ចឹងឯងគឺវាអត់លុតទេតែចុចទៅគឺវាលើប៉ាក់អញ្ចឹងណាអាហ្នឹងចំណែកម៉ូតូអស់ខ្ជុងហើយតអស់ខ្ជុងហ្នឹងគឺវាអត់លុតភ្លើងកង់មកដល់ពេលយើងចុចដេទៅវាលើប៉ាក់ថងនេះបងប្អូននេះវាលើប៉ាក់ថងហ្នឹងតែនេះម៉ូតូនេះអស់អាគុយដល់ពេលអស់អាគុយអញ្ចឹងវាអត់លើប៉ាក់ទេគឺគ្រាន់តែវាលើង៉ែតអញ្ចឹងអាហ្នឹងមកស្រាយចម្ងល់បងប្អូនទាំងអស់គ្នាកុំឲ្យថាម៉ូតូអស់ខ្ជុងយ៉ាងម៉េចម៉ូតូអស់អាគុយយ៉ាងម៉េចចឹងណាហើយម៉ូតូនេះគឺវាអស់ខ្ជុងទេបងប្អូននេះបញ្ជាក់បានថាវាអស់ខ្ជុងចឹងណាវាមានមូលហេតុច្រើនតែអានេះគឺវាអានេះវាអស់អាគុយច្រឡំអស់ខ្ជុងបងប្អូនតោះនេះចាំមើលម៉ូតូអស់អាគុយនេះចុចទៅវាលុតភ្លើងកង់មកចឹងណាបាទវីដេអូក៏មានតែប៉ុណ្្នឹងដែរបងប្អូនសូមអរគុណ